ខេត្តស្វាយរៀងថ្ងៃទី19ខែកក្កដាឆ្នាំ2026ថ្នាក់ដឹកនាំគណៈបច្ឆន្ទៈខ្មែរនិងគណៈបកភ្លើងទៀនខេត្តស្វាយរៀងដឹកនាំដោយលោកមាសខេងប្រធានក្រុមប្រឹក្សាខេត្តនិងជាប្រធានប្រតិបត្តិខេត្តលោកសាន់វណ្ថាអនុប្រធានប្រតិបត្តិខេត្តឯកឧត្តមសើភិរមសមាជិកក្រុមប្រឹក្សាខេត្តនិងជាសមាជិកក្រុមការងារឯកឧត្តមគង់ដាវីតសមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានប្រតិបត្តិខេត្តលោកសាន់វណ្ថាអនុប្រធានប្រតិបត្តិខេត្តឯកឧត្តមសើភិរមសមាជិកក្រុមប្រឹក្សាខេត្តនិងជាហេរញ្ញិកខេត្តបានបន្តជួសជុលស្លាកគណៈបច្ឆន្ទៈខ្មែរចំនួន1ស្លាកស្ថិតក្នុងភូមិថ្លូតឃុំក្រៅគោស្រុកស្វាយជ្រុំខេត្តស្វាយរៀងមានការចូលរួមពីសមាជិកគណៈបកទាំងពីរទូទាំងខេត្តស្វាយរៀងចំនួន115រូបបន្ទាប់ពីជួសជុលស្លាករួចក៏ជួបជុំអាហារសាមគ្គីដើម្បីកិច្ចប្រជុំប្រចាំខែកក្កដាក្នុងគោលបំណងអនុវត្តផែនការរៀបចំបញ្ជីបេក្ខជនចូលឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ2027ជ័យយោព្រះរាជាណាចក្រកម្ពុជា